មិនដែលបានស្គាល់ហើយក៏មិនដែលបានឃើញពីមុនមកដែរចាដោយសារតែថ្ងៃនេះប្អូនប្រុសនិងប្អូនស្រីរបស់នាងខ្ញុំចាគឺថាបាននាំខ្ញុំមកឲ្យស្គាល់នៅរមណីយដ្ឋានមួយកន្លែងចាមិនឆ្ងាយទេបងប្អូនគឺនៅនឹងខេត្តកំពង់ឆ្នាំងយើងនេះទេគឺរង្វង់មូពួកទូកនេះទេណាបងប្អូនចាហើយបើនិយាយពីបរិវេណនៃទីធ្លារបស់រមណីយដ្ឋាននេះគឺថាបងប្អូនចតឡានចតម៉ូតូចាហើយនឹងការធ្វើដំណើរដើរកម្សាន្តហ្នឹងគឺថាទូលាយណាស់មិនអោយបងប្អូនព្រួយបារម្ភពីចំណុចណាមួយនោះទេបងប្អូនគឺថាល្អមែនតើរមណីយដ្ឋាននេះមានឈ្មោះថាកងរីចាព្រឹទ្ធសែនកងរីដែលមានប្រវត្តិនៅខេត្តកំពង់ឆ្នាំងរបស់យើងនេះទេណាបងប្អូនតែឥឡូវនេះខ្លាយទៅជារមណីយដ្ឋានមួយដ៏ស្រស់ស្អាតចានៅនឹងរង្វង់មូផ្សារថ្មីបងប្អូនចាមិនជាឆ្ងាយអីទេបើបងប្អូនណាមិនដែលបានមកកំសាន្តគួរណាស់តែនាំគ្រួសារមកកំសាន្តនៅទីនេះព្រោះថានៅពេលដែលមកដល់បរិវេណនេះគឺថាមានអារម្មណ៍ថាស្រស់ស្រាយចាបើនិយាយពីទីធ្លាវិញណាបងប្អូនគឺថាទលំទលាយងាយស្រួលនឹងបងប្អូនចតឡានចាមិនតែប៉ុណ្ណោះទៀតគឺថាងាយស្រួលសម្រាប់គ្រួសារមានកូនតូចតូចដែលគាត់រត់លេងមិនបារម្ភពីរឿងខ្លាចមានបញ្ហានៅចំណុចណានោះទេណាបងប្អូនមកដល់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនក្រឡេកទៅមើលខាងស្ដាំដៃនៃទិសខាងកើតចាគឺមើលឃើញទៅដោយភ្នំនាងកង្រីចាវាត្រូវជាមួយនឹងខែនេះទឹកឡើងបងប្អូនចាទឹកឡើងពាត់ភ្នំអស់អញ្ចឹងទៅភ្នំនាងកង្រីក៏បានអណ្ដែតនៅលើទឹកគឺថាល្អណាស់ប្រវត្តិនាងកង្រីក៏បានប្រែក្លាយទៅជារមណីយដ្ឋានមួយដ៏ស្រស់ស្អាតចាសម្រាប់ខេត្តកំពង់ឆ្នាំងនិយាយដល់ត្រង់នេះខ្ញុំនឹកឃើញទៅដល់ម្ចាស់រមណីយដ្ឋានចាតែគាត់បានរំលឹកពីប្រវត្តិរបស់អ្នកនាងកង្រីមកច្នៃធ្វើជារមណីយដ្ឋានដ៏ស្រស់សោភាមួយនៅនឹងខេត្តកំពង់ឆ្នាំងដែលពុំដែលមានកន្លងមកឥឡូវនេះបានច្នៃចេញជាកន្លែងដ៏ស្រស់ស្អាតមួយចាហើយមានកញ្ចុះជាច្រើនហើយភ្ញៀវកិត្តិយសរបស់យើងមានចាស់មានក្មេងមកលក្ខណៈគ្រួសារបងប្អូនណាគឺថាសប្បាយសាទរចានឹកឃើញទៅដល់ប្រវត្តិរបស់នាងកង្រីចាស្រស់ថ្លាអារម្មណ៍ជក់ចិត្តចាមកនិយាយពីផ្លូវវិញបងប្អូនឃើញទេនេះខាត់ខ្វែងសិតតែផ្លូវបេតុងហើយបងប្អូនមិនអោយបងប្អូនពិបាកនៃការធ្វើដំណើរទេគឺថា